សម្ព័ន្ធមិត្តនេទៅសន្យាផ្ដល់ជំនួយយោធាបានជាង$21,000 លានសម្រាប់អ៊ុយក្រែនក្នុងឆ្នាំ2025នេះប្រូចសែលកាលពីថ្ងៃពុធទី2 ខែមេសាអគ្គលេខាធិការនៃអង្គការនេតូលោក Mark Rutte បាននិយាយថាសម្ព័ន្ធមិត្តនេតូបាននាំគ្នាសន្យាការគាំទ្រផ្នែកយោធាគិតជាទឹកប្រាក់ចំនួន$21.615 លានសម្រាប់អ៊ុយក្រែនក្នុងរយៈពេល3ខែដំបូងនៃឆ្នាំ2025នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters លោក Rutte បានលើកឡើងដូចខាងលើអំឡុងសន្និសីទសារព័ត៌មានមួយមុនការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសនេតូនាថ្ងៃប្រហបត្តិនិងថ្ងៃសុក្រសប្តាហ៍នេះនៅទីក្រុងប្រូចសែលដើម្បីជែកអំពីការបន្តគាំទ្រអ៊ុយក្រែនប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីតែបានអូសបន្លាយជាង3ឆ្នាំមកហើយគួរបញ្ជាក់ថាលោកប្រមុខអង្គការនេតូបានអះអាងថាសម្ព័ន្ធមិត្តនេតូនឹងបន្តផ្ដល់ជំនួយយោធាដល់ទីក្រុងគៀវហើយជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនទន្ទឹមគ្នានោះលោករដ្ឋបានបន្ថែមថានេតូគាំទ្រកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនហើយបើតាមរូបលោកគឺវាគួរតែជាសន្តិភាពមួយដែលមានស្ថិរភាពនិងជាបទឈប់បាញ់អចិន្ត្រៃយ៍អាប់ដេតតួលេខអ្នកស្លាប់កើនដល់3085នាក់របួស4715នាក់និងបាត់ខ្លួន341នាក់ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាណៃពីដោនៅថ្ងៃប្រហបត្តិទី3ខែមេសារដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថាតួលេខអ្នកស្លាប់ដោយសារមហន្តរាយរញ្ជួយផែនដីបានបន្តកើនលើស3000នាក់ហើយនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន F សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ាបាននិយាយថាមកទល់ពេលនេះចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើងគឺដល់ចំនួន3085នាក់ហើយ341នាក់បាត់ខ្លួននិងរបួស4715នាក់ក្រោយការវាយប្រហារគ្រោះរញ្ជួយដីកម្រិត 7.7 រិកត័រកាលពី6ថ្ងៃមុនគួរបញ្ជាក់ថាបើតាមអ្នកនាំពាក្យខាងលើក្រុមសង្គ្រោះនិងបុគ្គលិកផ្ដល់ជំនួយមកពីប្រទេសសរុបចំនួន17បានមកចូលរួមគាំទ្រប្រតិបត្តិការឆ្លើយតបមហន្តរាយរញ្ជួយដីជាមួយជំនួយនិងសម្ភារផ្សេងជិត1000តោនអ្នកនាំពាក្យរដ្ឋាភិបាលយោធាបានបន្តថាកិច្ចប្រឹងប្រែងរុករកនិងជួយសង្គ្រោះកំពុងតែបន្តប្រព្រឹត្តទៅហើយមីយ៉ាន់ម៉ាសូមសម្ដែងការដឹងគុណជាពិសេសសម្រាប់កិច្ចខិតខំជួយរបស់សហគមន៍អន្តរជាតិស្វីសលើកឡើងពីច្បាប់អន្តរជាតិបន្ទាប់ពីរងនៅពន្ធគយរបស់លោកត្រាំសឺណេរដ្ឋាភិបាលស្វីសបានគូបញ្ជាក់អំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានដាក់ពន្ធគយលើការនាំចេញរបស់ស្វីសក្នុងទំហំច្រើនជាងប្រទេសសហភាពអឺរ៉ុបនៅក្នុងវិធានការពាណិជ្ជកម្មថ្មីចុងក្រោយរបស់លោកនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃប្រហបត្តិទី3ខែមេសាឆ្នាំ2025សហរដ្ឋអាមេរិកនឹងអនុវត្តពន្ធគយ 31% លើការនាំចូលពីស្វីសខណៈដែលយកពន្ធ 20% លើទំនិញពីសហភាពអឺរ៉ុបនិង 10% ពីពិភពអង់គ្លេសប្រធានាធិបតីស្វីសលោកស្រី Karen Keller-Sutter បាននិយាយថារដ្ឋាភិបាលនឹងកំណត់នូវជំហានបន្ទាប់របស់ខ្លួនឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបចំពោះបញ្ហានេះលោកស្រីគូបញ្ជាក់ថាផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសគឺជារឿងសំខាន់បំផុតហើយការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនិងពាណិជ្ជកម្មសេរីនៅតែជាតម្លៃស្នូលគួរបញ្ជាក់ថាអាមេរិកជាទីផ្សារនាំចេញដ៏ធំបំផុតតែមួយគត់របស់ស្វីសជាហេតុធ្វើឲ្យរដ្ឋាភិបាលមានការជឿចាប់ក្នុងពេលដែលស្វីសបានរួមចំណែកច្រើននៃសេដ្ឋកិច្ចអាមេរិកស្វីសគឺជាអ្នកវិនិយោគបរទេសធំជាងគេលំដាប់ទី6នៅសហរដ្ឋអាមេរិកឧស្សាហក្រុមហ៊ុន Facebook លោក Mark Zuckerberg កំពុងបញ្ចុះបញ្ចូលលោកត្រាំឲ្យដោះស្រាយលើការសាកល្បងប្រឆាំងនឹងការទុកចិត្តបរទេសកាសែត Wall Street Journal បានរាយការណ៍មកថានាយកប្រតិបត្តិ CEOក្រុមហ៊ុន Meta Platforms លោក Mark Zuckerberg កំពុងបញ្ចុះបញ្ចូលប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យយល់ព្រមលើដំណោះស្រាយបណ្ដឹងប្រឆាំងនឹងការទុកចិត្តដែលដាក់ដោយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ FACER ដែលគ្រោងនឹងកាត់ក្តីនៅថ្ងៃទី14ខែមេសាឆ្នាំ2025នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី03ខែមេសាឆ្នាំ2025FACER បានប្តឹងក្រុមហ៊ុន Meta ក្នុងឆ្នាំ2020ក្នុងអំឡុងពេលអាណត្តិទី1របស់លោកត្រាំដោយចោទប្រកាន់ថាក្រុមហ៊ុនបានធ្វើសកម្មភាពខុសច្បាប់ដើម្បីរក្សាភាពផ្ដាច់មុខលើបណ្ដាញសង្គមផ្ទាល់ខ្លួន FACER អះអាងថា Meta ដែលជាមេធំរបស់ Facebook បានបង់ប្រាក់លើសម្រាប់ Instagram ក្នុងឆ្នាំ2012និង WhatsApp ក្នុងឆ្នាំ2014ដើម្បីលុបបំបាត់ការគំរាមកំហែងដោយចៃដន្យជំនួសឲ្យការប្រកួតប្រជែងដោយខ្លួនឯងនៅក្នុងប្រព័ន្ធអេកូឆ្លាតរបាយការណ៍ពីវិទ្យាដែលបានឲ្យដឹងទៀតថាលោក Zuckerberg បានធ្វើទស្សនកិច្ចជាច្រើនដងទៅកាន់សេតវិមានរួមទាំងដំណើរទស្សនកិច្ចនាពេលថ្មីនេះនៅថ្ងៃពុធទី02ខែមេសាដើម្បីពិភាក្សាអំពីករណីនេះជាមួយលោកត្រាំនិងទីប្រឹក្សារបស់គាត់ខណៈគោលដៅចម្បងរបស់ Meta គឺដើម្បីជៀសវាងការសាកល្បងដែលអាចបង្ខំឲ្យក្រុមហ៊ុនដកខ្លួនចេញពីការទិញយក WhatsApp និង Instagram Meta បានប្រាប់ក្រុមការងាររយតថាខ្លួនបានចូលរួមជាទៀងទាត់ជាមួយអ្នកបង្កើតគោលនយោបាយលើបញ្ហាផ្សេងដែលប៉ះពាល់ដល់ការប្រកួតប្រជែងសន្តិសុខជាតិនិងកំណើនសេដ្ឋកិច្ចយ៉ាងណាមិញជុំវិញករណីនេះសេតវិមានមិនមានការអត្ថាធិប្បាយឆ្លើយតបនោះទេហើយអ្នកនាំពាក្យរបស់ FACER បានបដិសេធមិនធ្វើអត្ថាធិប្បាយគួរជម្រាបថា Meta បានអះអាងថា
ការទិញយកគឺល្អសម្រាប់ការប្រកួតប្រជែងនឹងអ្នកប្រើប្រាស់ហើយថាករណីរបស់ Pfizer ពឹងផ្អែកលើទិដ្ឋភាពតូចចង្អៀតពេកនៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមហើយមិនបានគិតពីការប្រកួតប្រជែងពី ByteDance ដែលជាមេធំរបស់ TikTok, YouTube របស់ Google, Microsoft និង LinkedIn ករណីនេះគឺជាបណ្ដឹងមួយក្នុងចំណោមបណ្ដឹងចំនួន5ដែលនាយកប្រឆាំងការទុកចិត្តនៅ Pfizer និងក្រសួងយុទ្ធភ័ពសហរដ្ឋអាមេរិកកំពុងបន្តបន្ទាប់ពី Big Tech អ៊ីស្រាអែលវាយប្រហារមូលដ្ឋានទ័ពអាកាសនិងរចនាសម្ព័ន្ធផ្សេងទៀតនៅសេរី Haseroy Salem យោធាអ៊ីស្រាអែលបានអះអាងពីការវាយប្រហារតាមផ្លូវអាកាសទៅលើមូលដ្ឋានទ័ពអាកាសនិងទីតាំងផ្សេងទៀតក្នុងទីក្រុងដាម៉ាស់ Hama និង Homs របស់ប្រទេសសេរីកាលពីថ្ងៃពុធសប្តាហ៍នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃប្រហ័សទៅ3ខែមេសាឆ្នាំ2025ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសេរីនិងក្រមមន្ត្រីបាននិយាយថាការវាយប្រហារផ្ដោតលើប្រលានយន្តហោះយោធាក្នុងទីក្រុង Hama ក៏ដូចជាតំបន់ជុំវិញមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រក្នុងសង្កាត់ Bals នៃទីក្រុងដាម៉ាស់បើតាមក្រសួងការបរទេសសេរីការវាយប្រហារនោះបានបង្កការខូចខាតស្ទើរតែទាំងស្រុងដល់ប្រលានយោធា Hama និងបណ្ដាលឲ្យមនុស្សជាច្រើនអ្នករបួសក្នុងចំណោមជនស៊ីវិលនិងបុគ្គលិកយោធាអ៊ីស្រាអែលក៏បានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាស4ក្នុងទីក្រុង Homs ផងដែរបន្ទាប់ពីបានវាយប្រហារទីក្រុងនេះម្ដងហើយម្ដងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកគួរបញ្ជាក់ថាក្រោយការដួលរំនៃរបបលោកអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើប្រទេសសេរីដោយលើកឡើងពីបំណងទប់ស្កាត់ក្រុមឧទាមមូលដ្ឋានទ័ពអាកាស Hama ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងគឺជាទីតាំងដ៏សំខាន់មួយរបស់សេរីដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយអំឡុងសង្គ្រាមស៊ីវិលជាង13ឆ្នាំរវាងរបបលោកអ៊ីស្រាអែលនិងក្រុមឧទាម